ជំរាបសួរបងប្អូនវិលមកកាន់វីដេអូខ្ញុំទៀតហើយវីដេអូខ្ញុំថ្ងៃនេះមានអីទេបងប្អូនអើយការងារដដែលនឹងឯងឥឡូវចូលមកក្នុងរោងពេញប៉ោះទៅបេះពេញប៉ោះទៀតនេះពេញប៉ោះវាផ្លែទុំច្រើនមែនទែនធ្វើទៅបាត់តែដើមដូចខ្ញុំបង្ហាញមុនអញ្ចឹងដើមគឺតម្លាក់ចុះមកក្រោមអស់ហើយប៉ុន្តែគឺវាទុំច្រើនយើងគិតថាបេះម្ដងពីរដងយ៉ាងវាអស់តែទុំច្រើនមែនទែននេះហើយឥឡូវដល់ថ្ងៃទៅបេះនឹងបេះជូន3ថ្ងៃឯងខ្ញុំបេះ3ថ្ងៃបេះអត់ទាន់ហើយទេតែថ្ងៃនេះហើយមកទៅដោយសារថាយើងបេះ3ថ្ងៃនេះហើយបេះបានច្រើនម្ដងហើយផ្លែយើងវាមិនបើយើងនិយាយថាវាល្អពេកក៏វាមិនល្អពេកតែអន់ក៏មិនអន់ដែរពេញប៉ោះនេះផ្លែច្រើនហើយធំដែរគាត់ថាបើឲ្យវាស្អាតយកលេខ1ហ្មងអត់ទេពួកអីកន្លែងខ្ញុំគឺបេះទៅចម្រោះអញ្ចឹងណាយើងអ៊ូគ្នាអញ្ចឹងទៅនេះដូចនេះខ្ញុំមកតងអីផ្លែច្រើនណាធ្វើទៅបាត់តែដើមតម្លាក់អស់មែនយើងដាំមកថ្មីហើយអញ្ចឹងណាយើងដាំមកថ្មីនោះបានកន្លះខែហើយវាឡើងដើមហើយប៉ុន្តែអាចាស់នេះមិនទាន់អស់ផ្លែទេនេះនៅបេះឡើងពេញទាំងអស់ជាមួយខ្ញុំបង្ហាញតិចទៅមើលខាងក្រោយផ្លែអស់ទៅហើយនេះបងប្អូនមកផ្លែគេនេះដើមតម្លាក់មកអស់អញ្ចឹងណាអាដើមថ្មីនោះនៅធំអស់ទៀតនេះដាំបានកន្លះខែមិនទាន់បានចាប់តាគៀបឡើងទេដោយសារតែយើងវាអត់មានពេលយើងអត់មានពេលធ្វើចាប់តាគៀបឡើងហ្នឹងទេមកដើមវាប៉ុណ្ណាណៃអស់ហើយកន្លះខែហើយមានផ្កាទៀតនេះគេនេះចេញផ្កាទៀតហើយចេញផ្កាចេញអីទៀតហើយមិនទាន់បានចាប់តាគៀបឡើងទេដោយសារតែយើងធ្វើអាចាស់នេះវាបតន់ពេកអញ្ចឹងយើងហេតុតែធ្វើអាចាស់នេះបេះផ្លែហើយគឺយើងចាប់តាគៀបនេះឡើងបន្តទៀតហើយយើងចាប់ថ្ងៃមុនចាប់បានអត់ទាន់ហើយទេចាប់បានពាក់កដាហើយតែនៅពាក់កដាទៀតវានៅច្រើនទៀតអញ្ចឹងណាដោយសារតាពេញប៉ោះនៃវាទុំហើយកន្លះខែល្អណាបងប្អូនមកចេញផ្កាទៀតនេះផ្កាខាងនេះដាំបានតែកន្លះខែតែផ្កាចេញមកទៀតហើយអាចាស់នេះកំពុងតែបេះទៀតនៃមួយផ្លែនេះដើមតម្លាក់មកដល់ក្រោមអស់ហើយហ្នឹងមកដើមមិនសល់តែមួយស្លឹកអីទេយើងកាត់ទុកនេះពួកផ្លែនៅច្រើនយ៉ាងហ្នឹងតម្លាក់ដើមមកអស់ហើយមកដើមកាលហ្នឹងយើងទុកតែមួយស្លឹកទៅយើងកាត់ចោលអស់ហើយណាដល់នេះមកដើមយ៉ាងមកយើងទុកតែស្លឹកខាងចុងនេះមួយទេយើងកាត់ចោលអស់ហើយនៅសល់តែមួយស្លឹកតែផ្លែវានៅយ៉ាងណានេះជាកោមខាងលើនេះជាកោមខាងក្រោមគេនេះអញ្ចឹងផ្លែវាល្អគេនេះមើលធ្វើត្បិតតែមួយដើមយើងកាត់ស្លឹកអស់មែនមួយដើមទុកតែមួយស្លឹកអាស្លឹកណាទូយើងអាចទុកដល់2អញ្ចឹងទៅបាននេះតែមួយស្លឹកអាចនេះនេះនៅសល់តែមួយស្លឹកចុងក្រោយទេប៉ុន្តែផ្លែដែលយើងតម្លាក់មកហ្នឹងគឺវានៅនេះអានេះមកជាកោមនេះនោះអញ្ចឹងវានៅច្រើនដែរផ្លែឡើងស្កាសពេញទុំវាទុំច្រើនធ្វើត្បិតតែដើមតម្លាក់អស់មែនប៉ុន្តែផ្លែអត់ទៅហើយនេះបងប្អូនមើលខាងណគេនេះមួយផ្លែឡើងក្រហមផ្លែច្រើនណាល្អដែរនេះឥឡូវដល់ថ្ងៃត្រូវបេះទៀតហើយដើមនេះបានកន្លះខែហ្នឹងចេញផ្កាទៀតនេះមកផ្កាហើយតើបានចាប់តាគៀបទេដោយសារតែយើងបេះនេះអត់ទាន់ហើយ